ជំរាបសួរក៏សួស្តីទៅកាន់អ្នកនរគ្នាវិលត្រឡប់មកជាមួយខ្ញុំទៀតហើយរំចង់ movie ថ្ងៃនេះខ្ញុំមានរឿងមួយដែលបរិសម្នាក់ដែលជាទាហានអាមេរិកគាត់បានវេងចូលក្នុងព្រៃហើយក៏បានខ្លាចជាមេកោះសម្ព័ន្ធមួយនៅក្នុងព្រៃផងដែរតើសាច់រឿងទៅជាយ៉ាងណាសូមអ្នកនរគ្នាតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទចាប់ផ្ដើមសាច់រឿងមកយើងឃើញមានទូកមួយដែលត្រូវបានសមុទ្របោកយ៉ាងខ្លាំងធ្វើឲ្យអ្នកដំណើរជិះនៅលើទូកនោះធ្លាក់ពីលើទូកអស់រលីងទៅហើយអ្នកដែលជិះលើទូកនោះគឺជាក្រុមទាហានរបស់អាមេរិកហើយពួកគេក៏បានរើសរបួសយ៉ាងខ្លាំងដោយសារការធ្លាក់លើទូកផងដែរហើយតួអង្គរបស់យើងក៏បានពិភាក្សាជាមួយក្រុមរបស់គេក៏បានចូលទៅព្រៃដើម្បីរកថ្នាំដើម្បីយកមកព្យាបាលគ្នារបស់គេទៅហើយតួអង្គប្រុសរបស់យើងមានឈ្មោះថាចនក៏បានដើរចូលព្រៃដើម្បីរកថ្នាំនិងចំណីអាហារដើម្បីឲ្យក្រុមរបស់គាត់និងគាត់ដើម្បីបន្តដំណើរទៅមុខទៀតផងដែរហើយនៅពេលនោះក្រុមរបស់គាត់ត្រូវបានពួកទាហានជប៉ុនចាប់បាត់ទៅហើយពួកទាហានជប៉ុនក៏បានសម្លាប់ក្រុមរបស់គាត់អស់ផងដែរដោយគាត់ម្នាក់ឯងគាត់ធ្វើអ្វីមិនបានគាត់ក៏បានរត់ចូលព្រៃបាត់ទៅដើម្បីរកជំនួយជួយគាត់ឲ្យផុតពីសេចក្តីស្លាប់ហើយការរត់ចូលក្នុងព្រៃរបស់គាត់មានសភាពយ៉ាងវេទនាខ្លាំងមែនទែនដោយគាត់មានរបួសក្នុងខ្លួនផងដែរនៅពេលដែលគាត់សម្រាកគាត់ត្រូវបានក្រុមកុសសម្ព័ន្ធមួយក្រុមបានចាប់គាត់យកទៅភូមិរបស់គេផងដែរហើយពួកកុសសម្ព័ន្ធនោះក៏មានគម្រោងដើម្បីសម្លាប់គាត់ដើម្បីយកគាត់ជាចំណីអាហារផងដែរហើយតួអង្គស្រីរបស់យើងក៏បានចូលខត់កុំឲ្យសម្លាប់តួអង្គប្រុសរបស់យើងផងដែរហើយតួអង្គប្រុសរបស់យើងក៏បានរួចផុតនៅជីវិតនៅពេលនោះប៉ុន្តែតួអង្គប្រុសរបស់យើងក៏បានជាប់ឃុំច្បាក់មួយរយៈផងដែរហើយតួអង្គស្រីរបស់យើងក៏បានយកចិត្តទុកដាក់មើលថែតួអង្គប្រុសរបស់យើងមែនទែនហើយពួកគេក៏បានលួចស្រឡាញ់គ្នាទៅវិញទៅមកសាងទំនាក់ទំនងស្នេហាជាមួយគ្នាចុះសម្រុងគ្នានៅពេលនោះផងដែរហើយតួអង្គប្រុសរបស់យើងក៏បានទៅប្រយុទ្ធប្រជែងដើម្បីធ្វើជាមេកោសម្ព័ន្ធដោយសារតែនៅក្នុងកោសម្ព័ន្ធនោះបើអ្នកណាប្រយុទ្ធឈ្នះអ្នកនោះនឹងបានធ្វើជាមេសង្កោសម្ព័ន្ធហើយការប្រយុទ្ធនោះមានភាពស្វិតស្វាញខ្លាំងមែនទែនធ្វើឲ្យតួប្រុសរបស់យើងនឹងស្ទើរតែមិនឈ្នះនៅក្នុងដៃគូរបស់គាត់ផងដែរប៉ុន្តែតួអង្គប្រុសរបស់យើងក៏បានទទួលបានជ័យជំនះហើយក៏ខ្លាចជាម្ចាស់មេកោសម្ព័ន្ធផងដែរហើយគាត់ក៏បានរៀបការជាមួយស្ត្រីដែលនៅរស់នៅក្នុងកោសម្ព័ន្ធនោះហើយសាច់រឿងយើងក៏បានកាត់ដោយបញ្ចប់ត្រឹមនេះចនដែលជាទាហានអាមេរិកបានរៀបការនិងបានខ្លាចជាម្ចាស់មេសង្កោសម្ព័ន្ធនៅក្នុងនោះផងដែរហើយបើសិនអ្នកនរគ្នាចង់តាមដាននៅរឿងរ៉ាវនេះបន្តទៀតសូមចុច like subscribe និង comment ម្នាក់មួយផងខ្ញុំបាទនឹងសម្រាយភាគ2បន្តទៀតផងដែរសូមអរគុណ